មានបងប្អូនណាធុញទ្រាន់ដូចខ្ញុំអត់គ្រាន់តែដាក់ទូរស័ព្ទ iPhone ជាប់គ្នាវាលោតអា share AirDrop ឬក៏ share ឯកសារហ្នឹងមកភ្លាមគាត់តែដាក់ចិត្តគ្នាសោះហ្នឹងក៏វាសួរ share ដែរវិធីបិទងាយមិនចាំបាច់ឲ្យវាលោតរំខានទៀតទេចូលទៅកាន់ setting ជ្រើសរើស general បន្ទាប់មកចូលទៅ AirDrop ហើយត្រង់កន្លែង bringing device together គ្រាន់តែបិទវាជាការស្រេចឃើញអត់បិទបែបហ្នឹងលេងលោតរំខានទៀតហើយប៉ុន្តែយើងនៅតែអាចផ្ញើរូបឬ file តាម AirDrop ធម្មតាបានណាគ្រាន់តែវាមិនលោតមកអូតូពេលប៉ះគ្នាទៀតទេតិចនិចប្រើប្រាស់ iPhone ងាយនិងមានប្រយោជន៍បែបនេះមានច្រើនទៀតនៅលើ page Helen Phone Shop របស់យើងសម្រាប់បងប្អូនដែលស្រឡាញ់និងចង់បានទូរស័ព្ទ iPhone មួយទឹកដែលមានប្រភពច្បាស់លាស់គុណភាពល្អនិងត្រូវបានពិនិត្យបច្ចេកទេសត្រឹមត្រូវអាចចុច follow page ម្នាក់មួយហើយទទួលបានចំណេះដឹងថ្មីនិងមើល model ស្អាតៗមុនគេណាពីខ្ញុំអាហួច Helen Phone Shop